ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដូចជាខានចេញវីដេអូយូរដែរហើយថ្ងៃនេះមកចេញវីដេអូចែករំលែកបងប្អូនទៀតហើយបងប្អូនហើយមើលតែក្បាលវីដេអូហ្នឹងគឺថាតំណងឆ្ងាញ់តែម្ដងបងប្អូនថ្ងៃនេះដែរមានសឡផងមានសាច់ប្រឡាក់ផងណាបងប្អូនហើយចង់ដឹងថ្ងៃហ្នឹងធ្វើម្ហូបអីគេខ្លះសូមតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នាបងប្អូនជាដំបូងនេះត្រូវមានទាចំនួន1ក្បាលបងប្អូនហើយទានេះដែរគឺទៅលេងស្រុកអញ្ចឹងទៅពុកគាត់ញ៉ាឲ្យនិយាយទៅទឹកចិត្តម្ដាយឪពុកចឹងបងប្អូនកូនទៅលេងផ្ទះអីចឹងមានអាធ្វើឲ្យញ៉ាំនៅផ្ទះផងវិចខ្ចប់យកមកឲ្យផងហើយថ្ងៃហ្នឹងគាត់ធ្វើទាឲ្យមួយយកមកផ្ទះនៅពេញនៅវិញចឹងណាបងប្អូនឥឡូវទារបស់យើងហ្នឹងគឺយកមកបកកទុកកកខ្លាំងចឹងយើងត្រូវត្រាំទឹកវាឲ្យយូរបន្តិចដើម្បីឲ្យយើងស្រួលយកវាមកសាច់ចឹងណាហើយទារបស់យើងហ្នឹងត្រាំទឹករយៈពេលចូល1ម៉ោងដែរណាបងប្អូនដោយសារតែបកកទៅវាកកខ្លាំងពេកទៅអញ្ចឹងទៅត្រាំឲ្យវារីកឲ្យវាស្រួលកាប់អញ្ចឹងណាហើយថ្ងៃនេះដែរគឺយើងធ្វើទាតាមចំហៀងបងប្អូនហើយទាមួយចំហៀងហ្នឹងធ្វើបានម្ហូបពីរមុខយើងប្រឡាក់ខ្លះហើយនឹងស្ងោរខ្លះបងប្អូនហើយសម្រាប់សឡស្ងោររបស់ខ្ញុំរៀងប្លែកពីគេបន្តិចបងប្អូនប៉ុន្តែរសជាតិវិញគឺថាធានាថាឆ្ងាញ់ហ្មងបងប្អូនជូរជូរហិលហិលអញ្ចឹងគឺថាញ៉ាំទៅឆ្ងាញ់មានម្ដងសាច់ទារបស់យើងហ្នឹងយើងយកវាទៅផ្លះសម្រាប់ប្រឡាក់ផងហើយនឹងស្ងោរផងបងប្អូនយើងវះវាអញ្ចឹងមកនេះសាច់ប្រឡាក់ហ្នឹងវះវាស្ដើងស្ដើងតិចមកដើម្បីឲ្យយើងប្រឡាក់គ្រឿងទៅគឺថាឆាប់ចូលជាតិវាឆាប់ចូលជាតិទៅពេលយើងអាំងទៅវាឆ្ងាញ់អញ្ចឹងណាបងប្អូននិយាយអត់ចង់ចេញឡើយតែដិតតែមកហើយសាច់ទារបស់យើងហ្នឹងយើងកាប់សម្អាតវាហើយលាងទឹកវាម្សាទៀតណាបងប្អូនហើយឥឡូវយើងទារបស់យើងហ្នឹងគឺយើងបានកាប់រាល់ហើយយើងយកវាទៅទុកម្ដុំសិនយកមកហាន់គ្រឿងរបស់យើងហើយសម្រាប់គ្រឿងនេះខ្ញុំប្រើតែពីរមុខទេមានតែគល់ក្រីហើយនិងរំដេងទេបងប្អូនគល់ក្រីនេះយើងសម្រាប់ដាក់ជាមួយនឹងស្ងោរសាច់ទាយើងណាគល់ក្រី3ដើមហ្នឹងយើងហាន់វាជាកង់ជាមកដំឲ្យវាស្ប៉ែតហើយសម្រាប់ម្ដេងនេះវិញដែរគឺយើងយកចំណែកដែលខ្ចីបងប្អូនពេលដែលយើងដាក់ស្លឬក៏បុកប្រឡាក់សាច់ហ្នឹងទៅគឺថាវាឆ្ងាញ់បងប្អូនយើងធ្វើការហាន់វាជាចំណិតស្ដើងអញ្ចឹងមកយើងដំគ្រឿងគល់ក្រីនិងហាន់រំដេងរួចរាល់យើងទុកវាម្លាយសិនឥឡូវនេះយើងមកធ្វើការបកជាមួយនឹងម្ទេសរបស់ម្ទេសអាចសាត់បងប្អូនពេលដែលយើងដាក់ស្លហើយនឹងយកទៅបុកប្រឡាក់សាច់គឺថាវាមានជាតិឆ្ងាញ់បងប្អូនយើងបេះក្បាលតងម្ទេសនឹងចេញឲ្យអស់ទៅដើម្បីឲ្យយើងបុកទៅវាងាយស្រួលបុកអញ្ចឹងណាហើយឥឡូវនេះសាច់របស់យើងគឺបានហាន់រួចរាល់លាងទឹកស្អាតហើយរួចរាល់ហើយអត់ដែរគ្រឿងក៏យើងបានធ្វើរួចរាល់ហើយដែរនេះបងប្អូនប៉ុណ្ណឹងនេះបងប្អូនមើលតាមហ្នឹងហើយធ្វើញ៉ាំបងប្អូនធានារសជាតិឲ្យថាឆ្ងាញ់តែម្ដងជូរជូរហិលហិលអញ្ចឹងណាឥឡូវយើងមកធ្វើការបុកគ្រឿងដើម្បីប្រឡាក់សាច់របស់យើងជាដំបូងយើងត្រូវដាក់ជាមួយនឹងរំដេងហើយនឹងម្ទេសហើយលួចបន្ថែមជាមួយនឹងអំបិលបន្តិចផងបងប្អូនដើម្បីបុកទៅគឺឲ្យម៉ត់បានល្អវាខ្ទៀតអត់អីចឹងណាឥឡូវនេះយើងមកធ្វើការប្រឡាក់សាច់គ្រឿងដែលយើងបានបុកមិញហ្នឹងយើងយកមកដាក់ជាមួយនឹងសាច់ប្រឡាក់របស់យើងបងប្អូនតមកទៀតយើងបន្ថែមអំបិលបន្តិចប៊ីចេងម្សៅស៊ុបទឹកប្រេងខ្យងបងប្អូនទឹកសម្រាប់ទឹកខ្យងបងប្អូនដាក់តាមបរិមាណសាច់របស់យើងអញ្ចឹងណាយើងធ្វើការចាក់ទឹកប្រេងខ្យងឲ្យល្មមសាក់មួយម៉ាត់ជាមួយនឹងសាច់ទៅយើងប្រើជាមួយនឹងទឹកស្អ៊ីវបន្តិចទៀតបងប្អូនដើម្បីឲ្យសាច់ប្រឡាក់របស់យើងហ្នឹងគឺថាឈ្ងុយឈ្ងប់តែម្ដងពេលយើងអាំងទៅគឺមានជាតិឆ្ងាញ់តែម្ដងណាហើយយើងប្រឡាក់ប៉ុណ្ណឹងគឺយើងមិនបាច់បុកទឹកត្រីអីទៀតទេគឺតែប៉ុណ្ណឹងគឺល្មមឆ្ងាញ់តែម្ដងយើងធ្វើការច្បល់សាច់នឹងត្រឡប់ទៅត្រឡប់មកឲ្យសាច់របស់យើងនឹងចូលជាតិគ្នាបានល្អបន្ទាប់មកយើងមកធ្វើការដាក់ជាមួយនឹងក្លាសេវាបងប្អូននេះយើងក្លាសេក្នុងទូទឹកកករយៈពេល10ទៅ15នាទីអីអញ្ចឹងដើម្បីឲ្យសាច់របស់យើងនឹងបានចូលជាតិបានល្អឥឡូវនេះយើងមកធ្វើការដាំទឹកស្លរបស់យើងសម្រាប់ទឹកស្លយើងដាំពុះហើយយើងធ្វើការដាក់ជាមួយនឹងគ្រឿងមានដូចជាគល់ក្រីហើយនឹងរំដេងហើយនឹងអំបិលបន្តិចបងប្អូនយើងដាក់អំបិលហើយយើងធ្វើការបង់សាច់ដែលយើងបានកាប់មុនហ្នឹងណាហើយយើងរងាស់វាទុកចោលរៀងយូរដែរហើយឥឡូវទឹកសម្លរបស់យើងនឹងចាប់ផ្ដើមរៀងពុះហើយយើងធ្វើការដាក់ជាមួយគ្រឿងទេសហើយសម្រាប់គ្រឿងទេសហ្នឹងគឺអត់មានច្រើនទេមានតែអំបិលម្សៅស៊ុបប៊ីចេងទឹកត្រីស្ករសយើងដាក់តែបន្តិចបានហើយសាច់ប្រឡាក់របស់យើងដែលយើងយកទៅទុកក្នុងទូទឹកកកមិញហ្នឹងគឺយើងយកវាមកអាំងចឹងណាបងហើយយើងអាំងនឹងសាច់នឹងចោលទៅឥឡូវងាកមកមើលទឹកស្លរបស់យើងគឺថាបានឆ្ងាញ់បានឆ្អិនហើយដែរបងប្អូនចង់និយាយថាស្លហ្នឹងវាឆ្ងាញ់តែអញ្ចឹងទៅវាជាប់មាត់តែឆ្ងាញ់នឹងអញ្ចឹងណាឥឡូវនេះស្លបានរួចរាល់ហើយដែរយើងធ្វើការដួសដាក់ចានហើយរោយជាមួយនឹងស្លឹកខ្ទឹមហើយបន្ថែមជាមួយនឹងម្រេចអាចសាត់ទៅហើយដាក់ជាមួយនឹងក្រូចឆ្មាមួយចំណិតទៀតគឺថា
ឈ្ងុយឈ្ងប់តែម្ដងបងប្អូនហើយស្លរបស់យើងហ្នឹងគឺជូរហិលឆ្ងាញ់ណាបងប្អូនញ៉ាំជាមួយនឹងសាច់អាំងទៀតគឺថារឹតតែជាតិតែម្ដងហើយថ្ងៃនេះមិនត្រឹមតែសាច់អាំងទេគឺបានជាមួយនឹងតសក់ចាវទៀតបងប្អូនហើយតសក់ចាវនេះយើងចិតវាចំណិតស្ដើងយើងលាយស្ករប៊ីចេងហើយច្របាច់ក្រូចឆ្មាទៀតណាគឺដាក់ជាមួយនឹងស្លហើយនឹងសាច់អាំងរបស់យើងទៀតទៅបន្ថែមរសជាតិធ្វើឲ្យស្លហ្នឹងគឺរឹតតែឆ្ងាញ់ណាស់អស់បាយ2ឆ្នាំងតែម្ដងបងប្អូន